ហើយខ្ញុំគិតថាដើម្បីឲ្យ2050ដែលជីវភាព high income របស់កម្ពុជាក្នុង25ឆ្នាំនេះតើយើងនាំគ្នាកែទាំងអស់គ្នាកែតម្រង់នឹងមានន័យថាម៉េចគឺកាត់បន្ថយបែបបទនីតិវិធីឯកសារនានាហើយខ្ញុំគិតថាសំខាន់ដែលស្ថាប័នពីរដែលសំខាន់គឺស្ថាប័នគយនិងស្ថាប័នពន្ធដារអានេះសំខាន់ណាស់តែយើងត្រូវធ្វើម៉េចកុំឲ្យវាមានការស្មុគស្មាញហើយដើម្បីមានការស្មុគស្មាញកំណើនសេដ្ឋកិច្ចវាអត់ទៅមុខទេធ្វើម៉េចឲ្យស្រួលបានសេដ្ឋកិច្ចវាកំណើនហើយពេលដែលគេចូលចិត្តប្រទេសយើងគេនឹងមិនដាក់ទុនបង្កើតការងារយកលុយមកដាក់ថែមហើយបង្កើតសេដ្ឋកិច្ចឲ្យវាកំណើនខ្ពស់ឡើងហើយដល់គេដាក់ទុនរឹតតែច្រើនការងារមានច្រើនភ្លើងក៏ត្រូវការចាំបាច់ជីវភាពប្រជាពលរដ្ឋគឺតែខ្ពស់កំណើនសេដ្ឋកិច្ចខ្ពស់អញ្ចឹងអា high income 2050របស់រដ្ឋាភិបាលរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីអាណត្តិទី7នេះគឺថានឹងបានដូចបំណងបាទហើយខ្ញុំក្រំទ្រឲ្យឧត្តមឧបនាយករដ្ឋមន្ត្រីគឺថារដ្ឋាភិបាលគឺជានិយត្តករមិនមែនជាអ្នកប្រតិបត្តិការផ្នែកឯកជនជាអ្នកប្រតិបត្តិការដើម្បីរកចំណូលជូនទៅរដ្ឋាភិបាលហើយនឹងផ្ដល់ការងារឲ្យប្រជាពលរដ្ឋហើយសំខាន់ដោយខ្ញុំបានជំរាបចឹងគឺថាឧបឲ្យខ្ញុំជួយផ្សព្វផ្សាយអំពីផ្នែកឯកជនឲ្យយើងគ្រប់ច្បាប់ទាំងអស់គ្នាហើយរដ្ឋាភិបាលក៏ត្រូវធ្វើដូចគ្នាហើយខ្ញុំនឹងយកការងារនេះទៅពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាមួយនិស្សិតឯកជនទាំងអស់ដើម្បីយើងធ្វើសិក្ខាសាលាមួយដើម្បីផ្សព្វផ្សាយជួយគ្នាទៅវិញមកដោយឯដល់បកមានប្រសាសន៍ប្រទេសយើងខ្សោយគេមើងងាយប្រទេសយើងខ្លាំងគេគោរពមានន័យថាគេទទួលស្គាល់ជាតិយើងខ្ពស់បាទអញ្ចឹងខ្ញុំក៏ថាជាការពិតយើងទាំងអស់បដិញ្ញាចិត្តដើម្បីក្រុមទ្រគោលនយោបាយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីអាណត្តិទី7នេះគឺថាចេញគោលការណ៍ច្បាស់ហើយយើងត្រូវអនុវត្តគ្នាហើយយើងទាំងអស់គ្នាមិនបាច់ទៅបដិញ្ញាចិត្តទេខ្ញុំសូមអំពាវនាវផ្នែកឯកជនក្រុមហ៊ុនទាំងអស់ទៅចុះកិច្ចសន្យាជាមួយAACU បាទដើម្បីការពារគ្នាទៅវិញទៅមកកុំឲ្យវាមាន corruption free ណា free from corruption ដើម្បីឲ្យអ្នកវិនិយោគធំដែលគេមកបដាក់ទុនអានេះហើយគឺការបំណងរបស់អ្នកវិនិយោគអន្តរជាតិធំដែលគេចង់បាន